កង់មានបញ្ហាស្ទះសរសៃឈាមគឺកង់ពិបាកអង្គុយបាត់លំនឹងអង្គុយលំនឹងឈរបន្ទាប់ពី stroke មកធ្វើឲ្យស្មាកង់មកចំហៀងខាងស្ដាំនេះខ្សោយធ្វើឲ្យស្មារបស់គាត់ធ្លាក់ចុះប្រហែលជាពីហ៊ុនណាអូខេដោយសារតែកង់មានបញ្ហាស្ទះសរសៃឈាមនៅខាងឆ្វេងអញ្ចឹងធ្វើឲ្យអវយវៈខាងស្ដាំរបស់កង់មានការខ្សោយចុះអញ្ចឹងណាកង់ណាអញ្ចឹងដំបូងកង់មកកន្លែងនេះគឺកង់ពិបាកអង្គុយបាត់លំនឹងអង្គុយលំនឹងឈរមែនទេកង់តែដោយសារតែការព្យាបាលមួយរយៈមកឃើញតែកង់អង្គុយក៏មានលំនឹងគ្រាន់បើឈរក៏មានលំនឹងគ្រាន់បើជាពិសេសកង់អាចមានលទ្ធភាពមួយអាចទៅចាប់ផ្ដើមដើរមែនទេកង់បាទប៉ុន្តែដល់ឡែកដោយសារតែស្មាកង់មានសាច់ដុំខ្សោយពេកណាបន្ទាប់ពី stroke មកធ្វើឲ្យស្មាកង់មកចំហៀងខាងស្ដាំនេះគឺមានការខ្សោយនៅពេលដែលខ្សោយធ្វើឲ្យស្មារបស់គាត់ធ្លាក់ចុះដោយសារនៅពេលអង្គុយនឹងឈរទំនាញផែនដីយើងទាញចុះយ៉ាឃើញកម្លាតស្មាធ្លាក់ចុះឃ្លាតចេញពីគ្នាប្រហែលជាពីហ៊ុនហ្នឹងហើយកង់តម្រូវឲ្យពាក់ក្រវ៉ាត់ស្មាមួយនៅពេលឈរនិងអង្គុយណាកង់ណាជាពិសេសអង្គុយនឹងឈរនឹងឯងណាកង់ហើយដើរក៏ត្រូវការពាក់ដែរណាកង់បើសិនជាកង់ដើរបានណាកង់បើមិនពាក់ទេគឺស្មានឹងធ្លាក់ចុះហើយណាកង់ណាស្មាធ្លាក់ចុះមែនតើនេះមើលកម្រិតស្មាធម្មតានិងស្មាមានបញ្ហានេះស្មាធម្មតាឃើញស្មាធម្មតាអត់មានធ្លាក់ឯណាគឺសន្លាក់របស់គាត់គឺល្អមែនតើណាល្អគឺក្នុងស្ថានភាពមួយល្អប៉ុន្តែដោយឡែកមើលសន្លាក់ស្មារបស់គាត់ខាងស្ដាំគឺមានការធ្លាក់ចុះដោយសារតែការឃ្លាតចេញពីគ្នាដោយសារសាច់ដុំនឹងវាខ្សោយអញ្ចឹងនៅពេលអង្គុយឈរទំនាញផែនដីទាញទម្លាក់ចុះអញ្ចឹងធ្វើឲ្យស្មារបស់គាត់ឃ្លាតចេញពីគ្នាដូច្នេះកង់ត្រូវការចាំបាច់ប្រើប្រាស់ឧបករណ៍មួយគឺជួយលើកស្មាឡើងណាកង់ណាបាទកង់នេះឧបករណ៍ហ្នឹងហ៎កង់ឧបករណ៍នេះសំខាន់ណាកង់ណាដើម្បីធ្វើយ៉ាងណាកុំឲ្យស្មាកង់ធ្លាក់ចុះណាកង់បាទ